សង្កាត់ជាតិកម្ពុជាបានអះអាងថានៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិប្រច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យចំនួន2លើកដែលមកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយតាមបណ្ដាញសង្គមក្រសួងកាពិជាតិលោកស្រីបានបញ្ជាក់ថាយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅលើកទី1វេលាម៉ោងប្រមាណ 15:50 នាទីនិងវេលាម៉ោង 17:44 នាទីល្ងាចក្រុមយោធាថៃបានបើកការបាញ់ប្រហារសារជាថ្មីនិងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជាមកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយនៅក្នុងភូមិប្រច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានបង្កការរបួសជនស៊ីវិលចំនួន3រូបនិងចំនួន1រូបបានទទួលមរណភាពអ្នកនាំពាក្យក្រសួងកាពិជាតិបានបន្តថាការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នានៅក្នុងហេតុការណ៍ខាងលើកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏មានវត្តមាននៅទីកន្លែងកាត់ហេតុនោះផងដែរដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងដោយប្រកាន់ខ្ជាប់បំផុតនៅការគោរពនិងការអនុវត្តបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃរួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជាថៃដោយឈលលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិលោក